មានបុរសពីរនាក់ដែលជាមិត្តដោយម្នាក់ប្រកបមុខរបរជាអ្នកស្ទូចត្រីចំណែកម្នាក់ទៀតប្រកបមុខរបរជាអ្នកកាប់អុសនៅថ្ងៃមួយពួកគេទាំងពីរនាក់ក៏បានជួបគ្នានៅតាមផ្លូវនេះតើសម្លាញ់ស្ទូចត្រីបានច្រើនដែរទេរាល់ថ្ងៃបើសិនជាសម្លាញ់ស្ទូចបានច្រើនសម្លាញ់គួរតែយកទៅលក់ឲ្យយើងខ្លះទៅគ្រាន់នឹងយើងបានទិញហូបដែរណាសម្លាញ់រាល់ថ្ងៃនេះយើងស្ទូចត្រីយកតែមួយហូបតែប៉ុណ្ណោះដោយសារតែយើងមានស្រូវអង្ករស្រាប់ហើយដែលយើងបានធ្វើរួចដូច្នេះយើងគ្រាន់តែស្ទូចត្រីដើម្បីយកធ្វើម្ហូបតែប៉ុណ្ណោះសម្លាញ់ឯងពិតជាសំណាងដែលមានដីស្រែបង្កបង្កើនផលជារៀងរាល់ឆ្នាំខុសពីគ្នាណាសម្លាញ់រាល់ថ្ងៃនេះមិនមានស្រែចម្ការដូចជាសម្លាញ់ទេឲ្យធ្វើមិនទៅបើវាជាកូនបុណ្យរបស់យើងណាសម្លាញ់តែម្ដាយឪពុកយើងបានផ្ដល់ឲ្យរាល់ថ្ងៃនេះនៅពេលដែលយើងរកត្រីបានហូបយើងតែងតែយកទៅផ្ទះវិញដោយយើងយកពេលវេលាទៅសម្រាកមានកម្លាំងហើយថ្ងៃស្អែកយើងត្រូវតែរកត្រីបន្តទៀតមើលទៅជីវិតរបស់ឯងដូចជាមិនពិបាកឡើយមានស្រែដើម្បីធ្វើស្រូវគ្រាន់តែរកត្រីដើម្បីយកទៅធ្វើម្ហូបតែប៉ុណ្ណោះប៉ុន្តែចំពោះយើងវិញត្រូវតែខិតខំប្រឹងប្រែងកុំច្រណែននឹងជីវិតរបស់យើងអីជីវិតរបស់យើងព្រមលិខិតជាអ្នកកំណត់រួចហើយដូច្នេះបើសិនជាឯងចង់បន្ទោសទៅបន្ទោសព្រមលិខិតទៅកុំច្រណែននឹងជីវិតរបស់យើងអីយើងមិនអាចបន្ទោសព្រមលិខិតដូចជាអ្វីដែលសម្លាញ់បាននិយាយបានឡើយយើងត្រូវតែខិតខំប្រឹងប្រែងជំនះព្រមលិខិតឲ្យតតែបានអញ្ចឹងសម្លាញ់ទៅរកត្រីបន្តទៀតទៅយើងយកអស់ទាំងអស់នេះទៅដល់ផ្ទះដើម្បីរងចាំលោកតកែបន្ទាប់មកពួកគេទាំងពីរក៏បានចែកផ្លូវគ្នាបន្តិចក្រោយមកតុកក៏បានយកអស់ដែលខ្លួនបានកាប់បានយកមកដល់ផ្ទះចំពេលដែលលោកតកែកំពុងតែរងចាំមកដល់ចំពេលតែម្ដងខ្ញុំទើបតែមកដល់ផ្ទះរបស់អ្នកតែប៉ុណ្ណោះទេណាសុកមើលទៅអស់របស់អ្នកលើកនេះពិតជាល្អពេកហើយខ្ញុំដឹងតែចំណេញបានប្រាក់ច្រើនទៀតហើយលោកតកែដឹងតែចំណេញបានប្រាក់ច្រើនទៀតហើយដូច្នេះខ្ញុំសូមឡើងថ្លៃបន្តិចបានទេលោកតកែផ្ដល់ប្រាក់ឲ្យខ្ញុំថ្លៃជាងមុនបន្តិចទៅមិនអីទេណាសុកចាំខ្ញុំនឹងឲ្យតម្លៃថ្លៃជាងមុនដល់សុកពេញចិត្តអញ្ចឹងសុកជួយរកអស់ប្រភេទនេះឲ្យបានច្រើនបន្ថែមទៀតមកខ្ញុំនិយាយមិនលាក់បាំងជាមួយនឹងសុកទេនេះគឺជាអស់ប្រភេទឈើប្រណិតដែលមានតម្លៃថ្លៃនេះគឺជាការពិតមែនទេលោកតកែតើហេតុអ្វីបានជាលោកតកែមិនព្រមលាក់បាំងខ្ញុំទៅហេតុអ្វីបានជាប្រាប់ខ្ញុំឲ្យបានដឹងការពិតទាំងដែលខ្ញុំបានដឹងការពិតហើយខ្ញុំនឹងទារតម្លៃថ្លៃជាងនេះជាមិនខានខ្ញុំមិនលាក់បាំងជាមួយនឹងសុកទេវាគឺជាឈើប្រណិតដូច្នេះខ្ញុំនឹងរៀបចំប្រាក់ឲ្យសុកដោយការពេញចិត្តតបស្នងទៅសុកវិញប៉ុន្តែសុកត្រូវតែចូលក្នុងព្រៃព្យាយាមរកឈើប្រភេទនេះឲ្យបានច្រើនមុនពេលដែលអ្នកភូមិជាតិគេបានដឹងលោកតកែក៏មានការព្រួយបារម្ភអីឲ្យតែបានតម្លៃថ្លៃខ្ញុំនឹងខិតខំប្រឹងប្រែងរកឲ្យតតែបានមិនឲ្យលោកតកែមានការទាស់ចិត្តឡើយអរគុណច្រើនណាស់សុកអ្នកពិតជាពូកែខិតខំប្រឹងប្រែងរកស៊ីមែនដូច្នេះនៅពេលដែលសុកចូលក្នុងព្រៃសុកត្រូវតែស្វែងរកឈើប្រភេទនេះឲ្យបានច្រើនខ្ញុំនឹងឲ្យតម្លៃដែលសុកពេញចិត្តនេះគឺជាឱកាសដែលខ្ញុំត្រូវតែចាប់យកពេលវេលារកស៊ីឲ្យខ្លាចទៅជាអ្នកមានខ្ញុំមិនអាចបន្លយឲ្យពេលវេលាបានកន្លងផុតទៅបានឡើយណាលោកតកែខ្ញុំត្រូវតែចូលក្នុងព្រៃនៅពេលល្ងាចនេះដើម្បីស្វែងរកឈើប្រភេទនេះយកមកបន្ថែមទៀតសុកគិតបែបនេះគឺជាការត្រឹមត្រូវពេលវេលាមិនមែនចេះតែផ្ដល់ឱកាសឲ្យយើងទេប៉ុន្តែបើយើងមានឱកាសពេលវេលាយើងត្រូវតែចាប់យកឲ្យបានមុនពេលដែលបាត់បង់ឱកាសហើយវារលាយបាត់បង់ទៅវិញបន្ទាប់មកលោកតកែក៏បានរៀបចំប្រាក់ឲ្យទៅសុកតាមតម្លៃដែលគាត់ពេញចិត្តឲ្យហើយសុកក៏សប្បាយចិត្តនឹងចូលព្រៃដើម្បីកាប់ឈើប្រណិតយកមកលក់ឲ្យលោកតកែបន្តទៀតនិយាយពីនាយចយគេមានគំនិតមិនដូចជាសុកឡើយដោយគ្រាន់តែស្ទូចត្រីបានបន្តិចបន្តួចយកទៅឲ្យប្រពន្ធនៅផ្ទះធ្វើម្ហូបតែប៉ុណ្ណោះហេតុអ្វីបានជាបងមករកត្រីឲ្យបានច្រើនបន្តិចទៅហេតុអ្វីបានត្រឹមតែមួយពេលហូបបែបនេះអ្នកភូមិគេសួររកចង់ទិញត្រីរបស់យើងអត់ណាប្រពន្ធអើយទម្រាំតែរកត្រីបានត្រូវការពេលវេលាដូច្នេះបងរកតែប៉ុណ្្នឹងទេដើម្បីយកមកហូបនៅផ្ទះរបស់យើងដូច្នេះបងគិតថាគ្រប់គ្រាន់ហើយសម្រាប់បងឯងគ្រប់គ្រាន់ប៉ុន្តែសម្រាប់ខ្ញុំវិញចង់ស្វែងរកឲ្យច្រើនបន្ថែមទៀតដើម្បីយកទៅលក់ឲ្យអ្នកភូមិដើម្បីបានប្រាក់ចាយវាយហើយចុះតើរាល់ថ្ងៃនេះយើងខ្វះខាតប្រាក់ចាយណាស់តើមែនទេយើងមានប្រាក់ចាយគ្រប់គ្រាន់បើសិនជាយើងអត់ប្រាក់យកស្រូវទៅលក់តែបន្តិចយើងនឹងបានប្រាក់ចាយ
ហើយបើសិនជាយើងអត់អីហូបបងទៅរកត្រីតែបន្តិចនឹងបានត្រីហូបតែពេលណាទៅទៅយើងរកស៊ីខ្វាយទៅជាអ្នកមានទ្រព្យសម្បត្តិបើគ្រាន់តែរកត្រីបានតែមួយហូបបែបនេះហើយពេលនេះជីវិតយើងត្រឹមតែមួយរស់តែប៉ុណ្ណោះគ្រប់យ៉ាងគួរតែបន្ទោសលើព្រំលិខិតទៅព្រោះតែព្រំលិខិតបានកំណត់ឲ្យយើងមានជីវភាពតែប៉ុណ្ណឹងដូច្នេះបងគិតថាទោះបីជាខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏មិនអាចទៅមុខអញ្ចឹងបងឡើងទៅសម្រាប់សិនហើយបើសិនជាអូនចង់យកត្រីនេះទៅលក់ឲ្យអ្នកភូមិអូនយកទៅលក់ទៅនាយចយដោយមិនខ្វាយខ្វល់អ្វីទេគេគ្រាន់តែរកត្រឹមតែមួយហូបតែប៉ុណ្ណោះហើយគេក៏ទៅសម្រាប់ធម្មតាជារៀងរាល់ថ្ងៃត្រឹមតែរយៈពេល1ខែជាងតែប៉ុណ្ណោះស្រាប់តែសុកបានប្រែក្លាយខ្លួនទៅជាអ្នកមានទ្រព្យសម្បត្តិរហូតដល់សុកបានទិញដីស្រែចម្ការច្រើនកន្លែងហើយថែមទាំងមានគោក្របីរាប់រយក្បាលថែមទៀតមិននឹកស្មានថាខ្ញុំអាចយកឈ្នះព្រំលិខិតបានទេដោយសារតែភាពអំណត់អត់ធ្មត់នៅការខិតខំប្រឹងប្រែងទើបបានជាធ្វើឲ្យខ្ញុំមានជីវភាពល្អបែបនេះនៅពេលនេះលោកសេដ្ឋីខ្លាចទៅជាអ្នកមានទ្រព្យសម្បត្តិវ័យក្មេងទាំងដែលនៅក្នុងភូមិនេះអ្នកណាក៏គោរពលោកសេដ្ឋីហើយអ្នកនោះបានរៀនសូត្រតាមលោកសេដ្ឋីខ្ញុំសង្កេតឃើញថាជីវភាពរបស់ពួកគេមានការប្រែប្រួលអ្វីក៏ដោយការចេញពីការខិតខំប្រឹងប្រែងបើយើងមិនប្រឹងប្រែងទេកុំសង្ឃឹមថាបានដល់គោលដៅដែលយើងចង់បានខ្ញុំខំប្រឹងរាល់ថ្ងៃទម្រាំតែខ្ញុំអាចយកឈ្នះព្រំលិខិតបានខ្ញុំបានបង្រៀនឲ្យកូនចៅរបស់ខ្ញុំយកគំរូតាមលោកសេដ្ឋីយកលោកសេដ្ឋីធ្វើជាគំរូដោយលោកសេដ្ឋីគឺជាមនុស្សដែលខំប្រឹងប្រែងរកស៊ីជានិច្ចទោះបីជារាល់ថ្ងៃនេះខ្ញុំជាអ្នកបម្រើលោកសេដ្ឋីក៏ដោយប៉ុន្តែខ្ញុំក៏ឆ្លៀតពេលវេលាតិចតួចដើម្បីរកស៊ីឲ្យខ្លួនឯងលោកបងគិតបែបនេះគឺជាការត្រឹមត្រូវយើងត្រូវតែជឿជាក់លើខ្លួនឯងការខិតខំប្រឹងប្រែងចាប់យកឱកាសទើបបានជាធ្វើឲ្យយើងមានជីវភាពល្អប្រសើរណាលោកបងអញ្ចឹងតើថ្ងៃនេះលោកសេដ្ឋីគិតថានឹងដើរទៅផ្សារបន្តិចដែរទេដោយសារតែនៅក្នុងផ្សារមានការលក់ដូរទំនិញថ្មីជានិច្ចដែលអ្នកភូមិយើងបាននាំចូលខ្ញុំគិតថាលោកសេដ្ឋីគួរតែដើរទៅមើលបន្តិចទៅមែនហើយខ្ញុំខានដើរចូលផ្សារច្រើនថ្ងៃណាស់មកហើយដោយសារតែខ្ញុំរវល់ការងារខំប្រឹងធ្វើការងារខ្លាំងពេកដូច្នេះខ្ញុំគិតថាថ្ងៃនេះគួរតែដើរចូលទៅផ្សារបន្តិចដើម្បីបានទិញរបស់ថ្មីនិងទិញរបស់ហូបយកមកចែកជូនអ្នកធ្វើការនៅទីនេះអញ្ចឹងតោះលោកសេដ្ឋីចាំខ្ញុំជូនលោកសេដ្ឋីទៅដល់ទីកន្លែងនោះដែលគេលក់របស់ថ្មីដើម្បីឲ្យលោកសេដ្ឋីទិញយកមកចែកអ្នកធ្វើការនៅផ្ទះរបស់លោកសេដ្ឋីនិយាយពីគ្រួសាររបស់នាយចយគេទាំងពីរអ្នកប្តីប្រពន្ធកំពុងតែនៅក្នុងវាលស្រែរបស់ពួកគេនៅថ្ងៃនេះមិនដឹងថារកត្រីបានឬអត់ទេបើមួយរយៈពេលនេះមានអ្នករកច្រើនហើយពួកគេទាំងអស់នោះរកបានច្រើនយកទៅលក់ថែមទៀតបើរកត្រីមិនបានទេប្រកាសជាស៊ីអំបិលជាមិនខានមិនដូចជាសុកទេនៅពេលនេះខ្លាចទៅជាសេដ្ឋីបាត់ហើយដោយសារតែការខិតខំប្រឹងប្រែងរកស៊ីរបស់គេនឹងហើយប៉ុន្តែបងគិតថាគួរតែបន្ទោសព្រំលិខិតច្រើនជាងព្រំលិខិតជាអ្នកកំណត់ឲ្យយើងតែពីរអ្នកមានជីវភាពបែបហ្នឹងទោះបីយើងខំប្រឹងយ៉ាងណាក៏ដោយក៏មិនអាចខ្លាចទៅជាអ្នកមានកុំបន្ទោសលើព្រំលិខិតអីព្រំលិខិតមិនមែនជាអ្នកកំណត់លើយើងទេយើងវិញទេដែលជាអ្នកកំណត់លើជីវិតរបស់ខ្លួនឯងដែលខ្លួនឯងមានបានឬមួយក៏កើតទៅជាអ្នកក្របានហើយកុំនិយាយច្រើនអីយើងគួរតែទៅផ្ទះវិញទៅចាំពេលល្ងាចនឹងបងទៅរកត្រីដើម្បីយកទៅហូបពួកយើងរកត្រីបានហូបទៀតជាមិនខាននៅពេលល្ងាចអញ្ចឹងបងទុករបស់របរសិនទៅខ្ញុំដើរលេងទៅមុនសិនចាំបងដើរទៅតាមក្រោយខ្ញុំទៅបន្តិចក្រោយមកគេទាំងពីរនាក់ក៏បានដើរមកជួបសុកនៅតាមផ្លូវតើសម្លាញ់កំពុងតែធ្វើដំណើរទៅណានឹងមើលទៅដូចជាមិនសប្បាយចិត្តទាំងប្តីទាំងប្រពន្ធតើសម្លាញ់កើតអ្វីតើមែនទេតែឲ្យពីរអ្នកប្តីប្រពន្ធខ្ញុំនេះសប្បាយចិត្តបានយ៉ាងម៉េចទៅបើរាល់ថ្ងៃនេះខ្ញុំតែពីរអ្នកប្តីប្រពន្ធរកស៊ីមិនសមប្រកបបានត្រឹមតែមួយរស់តែប៉ុណ្ណោះមិនដូចជាសម្លាញ់គិតឡើយនៅពេលនេះសម្លាញ់រកស៊ីខ្លាចទៅជាអ្នកមានគិតទៅព្រំលិខិតបានកំណត់ឲ្យយើងគ្រូនៅតែក្រីក្រប៉ុណ្ណឹងអស់មួយជីវិតហើយមើលទៅសម្លាញ់
មិនដូចជាសម្លាញ់គិតឡើយតាមពិតព្រំលិខិតមិនមែនជាអ្នកកំណត់លើជីវិតរបស់យើងទេណាសម្លាញ់ឃើញស្រាប់ហើយកាលពីមុនយើងគ្រាន់តែជាអ្នកចូលក្នុងព្រៃដើម្បីកាប់អុសធម្មតាតែប៉ុណ្ណោះប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងចាប់យកឱកាសពេលវេលាទើបធ្វើឲ្យយើងខ្លាចទៅជាសេដ្ឋីបែបនេះយើងពិតជាមានការខ្មាស់អៀនអីណាស់សម្លាញ់យើងរស់នៅប្រកាន់ពាក្យថាព្រំលិខិតជាអ្នកកំណត់ទើបបានជាធ្វើឲ្យខ្លួនឯងខ្លាចទៅជាអ្នកក្របែបនេះជារៀងរហូតរាល់ថ្ងៃនេះរស់នៅតែក្រីក្រតែប៉ុណ្ណឹងយើងកើតមកខ្លួនទៅទេហើយយើងកើតមកត្រឹមតែជាកូនអ្នកក្រប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងធ្វើការងារទើបបានជាធ្វើឲ្យយើងមានបានសម្លាញ់ក៏មានឱកាសខ្លាចទៅជាអ្នកមានដូចយើងដែរណាសម្លាញ់បើសិនជាសម្លាញ់ខិតខំប្រឹងប្រែងរកត្រីឲ្យបានច្រើនជារៀងរាល់ថ្ងៃដើម្បីយកមកលក់សម្លាញ់នឹងកើតឡើងប្រាក់កម្រៃហើយសម្លាញ់ក៏បន្ទោសព្រំលិខិតជាអ្នកកំណត់លើជីវិតរបស់សម្លាញ់អីចាប់ពីថ្ងៃនេះទៅយើងនឹងខិតខំប្រឹងប្រែងរកស៊ីមិនបណ្ដោយឲ្យខ្លួនឯងផ្ដេកផ្ដួលលើព្រំលិខិតដោយកាលពីមុនឡើយយើងត្រូវតែជំនះខ្លួនឯងឲ្យបានណាសម្លាញ់ព្រំលិខិតមិនមែនជាអ្នកកំណត់លើវាសនារបស់អ្នកទេប៉ុន្តែអ្នកគឺជាអ្នកកំណត់លើវាសនាជីវិតរបស់ខ្លួនឯងបើសិនជាអ្នកប្រឹងប្រែងអ្នកនឹងបានសម្រេចតាមបំណងដែលអ្នកបានពង